ចង់ធ្វើនំមូឈីញ៉ាំចានំមូឈីផ្លែឈើប៉ុន្តែខ្ជិលលាយម្សៅអញ្ចឹងវិធីនេះគឺថាងាយស្រួលបំផុតឲ្យបងប្អូនសម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំបែបនំស្វិតស្វិតទន់ៗពីខាងក្រៅចាហើយមានគ្រីមខាងក្នុងចានេះជារបៀបធ្វើនំមូឈីបែបងាយនំមូឈីផ្លែឈើបងប្អូនឥឡូវកុំឲ្យខាតពេលយូរដំបូងគឺខ្ញុំមានផ្លែឈើសម្រាប់ផ្លែឈើគឺខ្ញុំដាក់វា3មុខហ្នឹងបងប្អូនអាចដាក់ជាប្រភេទផ្លែស្វាយផ្លែផ្សេងៗអីក៏បានគឺយើងអាចដាក់ទៅតាមចំណង់ចំណូលចិត្តចាហើយផ្លែឈើហ្នឹងបើធំពេកខ្ញុំកាត់វាដុំទូចៗអញ្ចឹងណាបងប្អូនហើយបន្ទាប់មកខ្ញុំមានដំណាប់សម្រាប់ដំណាប់គឺខ្ញុំមានចាដំណាប់strawberry ហើយនិង blueberry ចានិយាយទៅដំណាប់ដូចគ្នាគឺបងប្អូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តនេះជាដំណាប់ដែលខ្ញុំទិញគេស្រាប់បងប្អូនចាហើយបន្ទាប់មកខ្ញុំមានយ៉ាអ៊ូហើយនិង cream whipped cream នេះបងប្អូនចាហើយនេះជាសម្បកណែមពីព្រោះនំមូឈីធម្មតាយើងត្រូវលាយម្សៅបងប្អូនហើយបន្ទាប់មកយកទៅខ្ចប់ជាមួយនឹងផ្លែឈើគ្រីមឬក៏យ៉ាអ៊ូផ្សេងហ្នឹងប៉ុន្តែដោយសារនេះជាវិធីងាយស្រួលបងប្អូនអញ្ចឹងយើងអាចប្រើជាមួយនឹងសម្បកណែមហ្នឹងហើយអត់មានអីពិបាកទេយកតែសម្បកណែមមកជ្រលក់ទឹកវាទៅឲ្យវាទន់ហើយបន្ទាប់មកយើងដួសចាគ្រីមឬក៏ដំណាប់ផ្លែឈើយើងអាចដាក់គ្រីមមុនឬក៏ដំណាប់ផ្លែឈើមុនអញ្ចឹងណាចាដំណាប់ផ្លែឈើខ្ញុំដាក់វាកន្លះស្លាបព្រាបាយហើយសម្រាប់គ្រីមគឺខ្ញុំដាក់វា1ស្លាបព្រាបាយពេញហើយបន្ទាប់មកគឺយើងដាក់ផ្លែឈើចាបងប្អូនអាចដាក់ផ្លែឈើទៅតាមចំណង់ចំណូលចិត្តហើយចានិយាយទៅយើងធ្វើទៅតាមចំណង់ចំណូលចិត្តចង់ដាក់គ្រីមមុនផ្លែឈើមុនដំណាប់មុនចាធ្វើម៉េចឲ្យ3មុខហ្នឹងបានលាយគ្នាហើយបន្ទាប់មកយើងខ្ចប់វាឲ្យជិតអញ្ចឹងទៅគឺជាការស្រេចបងប្អូនងាយស្រួលមែនតែនហើយនំហ្នឹងយើងញ៉ាំទៅទន់ស្វិតហើយមុននឹងយើងញ៉ាំចាគឺយើងត្រូវទុកក្នុងទូទឹកកកចាបងប្អូនអាចក្លាសេឲ្យคล้ายជាក្រែមតែម្ដងក៏បានឬដាក់វាគ្រាន់តែឲ្យត្រជាក់ក្នុងទូទឹកកកក៏បានចាហើយនេះជាយ៉ាអ៊ូបងប្អូននេះខ្ញុំដាក់យ៉ាអ៊ូម្ដងមិញចាប្រើជាមួយគ្រីមហើយចំណែកនេះគឺយ៉ាអ៊ូហើយដោយបងប្អូនឃើញអញ្ចឹងនេះខ្ញុំអត់ប្រើស្ករទេគឺខ្ញុំយកជាតិផ្អែមពីផ្លែឈើហើយនឹងដំណាប់ចាសម្រាប់ដំណាប់នេះស្ករតែ30%ទេបងប្អូនចាអញ្ចឹងទៅដាក់ទៅមកល្មមឆ្ងាញ់អត់ផ្អែមអត់តលាន់ទេបងប្អូនគឺឆ្ងាញ់មែនតែនដាក់ជាមួយនឹងយ៉ាអ៊ូបែបហ្នឹងបងប្អូនអ្នកសម្រក់ទងន់ណាកំពុងស្រក់ទងន់ក៏គាត់អាចធ្វើញ៉ាំបានដែរគាត់តែថាពេលធ្វើហ្នឹងគឺបងប្អូនកុំដាក់ចាដំណាប់វាច្រើនណាដាក់តែបន្តិចបានហើយគឺឆ្ងាញ់ណាបងប្អូនហើយល្អសម្រាប់សុខភាពទៀតពីព្រោះយ៉ាអ៊ូហើយនឹងផ្លែឈើសុទ្ធអញ្ចឹងគឺល្អមែនតើណាបងប្អូនចាហើយនេះខ្ញុំធ្វើឲ្យគឺយកវាទៅទុកក្នុងទូទឹកកកប្រហែលជា 4-5 ម៉ោងឬក៏បងប្អូនចង់ឲ្យវាកកដូចក្រែមណាចាក៏ឆ្ងាញ់ដែរប៉ុន្តែនេះខ្ញុំដាក់វាត្រឹម 4-5 ម៉ោងឲ្យវាត្រជាក់បងប្អូនហើយញ៉ាំទៅនិយាយពីថាទុនដូចញ៉ាំក្រែមពីខាងក្នុងហើយទុនស្វិតពីខាងក្រៅឆ្ងាញ់មួយយ៉ាងបងប្អូនហើយសំខាន់គឺថាងាយស្រួលធ្វើមែនតើបងប្អូនអើយដូចបងប្អូនឃើញស្រាំអញ្ចឹងណាចាមិនបាច់លាយម្សៅអីរញ៉េច្រើនទេខ្ចប់តែជាមួយសម្បកណែមគឺបងប្អូនបាននំមូឈីដ៏ទន់ស្វិតពីខាងក្រៅហើយខ្ទិះពីខាងក្នុងគឺថាខ្ទិះតែម្ដងញ៉ាំទៅវាត្រូវជាមួយនឹងផ្លែឈើហើយនឹងគ្រីមឬក៏យ៉ាអ៊ូហ្នឹងណាបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់អាចសាកល្បងបានបងប្អូនឆ្ងាញ់ងាយស្រួលធ្វើហើយរបៀបនេះបងប្អូននេះខ្ញុំធ្លាប់ចេញវីដេអូពី2 ទៅ 3 ឆ្នាំមុនប៉ុន្តែឥឡូវគេកំពុងផ្ទុះបងប្អូននៅតាម social media ចារបៀបនេះខ្ញុំធ្វើកាលពី2 ឆ្នាំមុនគឺខ្ញុំធ្វើជាមួយនឹងផ្លែស្វាយហើយនឹងផ្លែត្រេន